ថ្ងៃនេះគឺជួបមួយចំបាត់អាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងបង្ហាញជូនដល់អ្នកនរគ្នាអំពីរបៀបបង្កើតយើងផុសវីដេអូឬមួយក៏រូបភាពបាទចូលទៅក្នុង page របស់យើងណាបាទសម្រាប់បងប្អូនដែលជាអ្នកថ្មីក៏ទើបតែចេះបង្កើត page ថ្មីគាត់អត់ទាន់ចេះផុសរូបភាពបាទក៏ដូចជាវីដេអូចូលក្នុង page នោះទេបាទអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាបាទឲ្យចេះផុសរូបភាពក៏ដូចជាវីដេអូចូលក្នុង page របស់យើងបាទសម្រាប់ការផុសវីដេអូក៏ដូចជារូបភាពបាទចូលក្នុង page របស់យើងគឺយើងអាចផុសបានច្រើនរបៀបផងដែរប៉ុន្តែខ្ញុំបង្ហាញជូនបងប្អូននេះគឺបង្ហាញតែពីរបៀបតែប៉ុណ្ណោះសិនណាបាទឲ្យបងប្អូនចេះផុសពីរបៀបសិនបាទគឺរបៀបទី1នេះគឺយើងផុសនៅក្នុងបាទ page ផ្ទាល់តែម្ដងហើយរបៀបទី2គឺយើងផុសនៅក្នុង app ជំនួយបាទដែលមានឈ្មោះថា Meta Business Suite ហ្នឹងណាបាទសម្រាប់បងប្អូនដែលអ្នកកាន់ page បាទបងប្អូនបង្កើត page ណាបាទបងប្អូនត្រូវតែមាន app មួយនឹងជាចាំបាច់បាទយើងងាយស្រួលនៅក្នុងការយើងកាន់ page ណាបងប្អូនគ្នាបាទយើងកាន់នៅក្នុង account Facebook របស់យើងផ្ទាល់ផងហើយបងប្អូនប្រើប្រាស់ជាមួយនឹង app មួយនឹងសម្រាប់ការកាន់ page ជំនួយមួយទៀតបាទដើម្បីយើងងាយស្រួលនៅក្នុងការយើងប្រើប្រាស់ page ណាបងប្អូនគ្នាបាទអញ្ចឹងរបៀបនៃការយើងប្រើប្រាស់យ៉ាងណាគឺខ្ញុំនឹងបង្ហាញជូនបងប្អូននៅមេរៀនទៅមុខទៀតបាទអញ្ចឹងមេរៀននេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាឲ្យចេះបាទផុសរូបភាពបាទក៏ដូចជាវីដេអូចូលទៅក្នុង page បាទតាមរយៈ page ផ្ទាល់ក៏ដូចជាតាមរយៈ app ជំនួយដែលមានឈ្មោះថា Meta Business Suite ហ្នឹងបាទអញ្ចឹងបងប្អូនគ្នាដើម្បីកុំខាតពីយូរយើងចូលមកកាន់ account នៅ Facebook របស់យើងអញ្ចឹងមកបាទអូខេហើយបន្ទាប់មកអ្នកនរគ្នាមើលមកខាងស្ដាំដៃដែលមានរូប profile របស់យើងហើយក៏មានសញ្ញាទ្រាប3នៅនឹងដែរយើងចុចលើវាមកបាទអូខេហើយបន្ទាប់មកយើងចុចពាក្យថា page បាទចឹងវាបង្ហាញតម្រង់បែបនេះបងប្អូនគ្នាបងប្អូនមាន page 1ឬក៏2វាបង្ហាញកន្លែងហ្នឹងណាបាទបងប្អូនមាន page ឧទាហរណ៍មាន5វាបង្ហាញកន្លែងហ្នឹង5ហើយបងប្អូនចង់ផុសរូបភាពក៏ដូចជាវីដេអូចូលទៅក្នុង page មួយណាបងប្អូន select ទៅលើ page មួយហ្នឹងទៅណាបាទឥឡូវជាឧទាហរណ៍ឥឡូវខ្ញុំជ្រើសរើសយក page មួយដើម្បីបង្ហាញជូនបងប្អូនអរគ្នាផងដែរបាទឥឡូវខ្ញុំជ្រើសរើសយក page មួយនេះចោះដើម្បីបង្ហាញជូនបងប្អូនណាបាទចម្រើន Film HD នេះណាបាទខ្ញុំចុចលើវាបាទបន្ទាប់មកវា load ជាតម្រង់បែបនេះបាទសម្រាប់បងប្អូនដែលជាអ្នកថ្មីគឺគាត់អាចដឹងណាបាទនៅពេលដែលវា load ជាតម្រង់បែបហ្នឹងហើយអ្នកនរគ្នាមើលមកខាងក្រោមគេដាក់ថាបងប្អូនមើលអាប៊ូតុងពណ៌ខៀវហ្នឹងគេដាក់ថា switch អញ្ចឹងបងប្អូនចុចទៅលើប៊ូតុងពណ៌ខៀវហ្នឹងទៅបានន័យថាយើង switch ទៅកាន់ account page របស់យើងណាបាទយើងចុចវាអញ្ចឹងមកបាទអូខេហើយបន្ទាប់មកវាក៏បង្ហាញតម្រង់បែបនេះផងដែរអ្នកនរគ្នានេះគឺជា account កណ្ដាលមួយមិនមែនជា account page ហើយក៏មិនមែនជា account Facebook ផងដែរអ្នកនរគ្នាបាទដើម្បីយើងចូលទៅកាន់ page ក៏ដូចជាដើម្បីយើងចូលទៅកាន់ page របស់យើងបានអ្នកនរគ្នាមើលមកខាងលើបងប្អូនចុចទៅលើសញ្ញាក្បាលមនុស្សនេះក៏បានហើយបងប្អូនចុចទៅលើ profile ដែលនៅខាងឆ្វេងដៃហ្នឹងរូប profile page របស់យើងណាយើងចុចលើវាគឺយើងអាចចូលមកកាន់ page របស់យើងបានដូចគ្នាបាទអញ្ចឹងឥឡូវខ្ញុំចុចសញ្ញាក្បាលមនុស្សបង្ហាញជូនបងប្អូនដែលជាអ្នកថ្មីទេណានៅពេលដែលយើងចូលមកចឹងហើយយើងចេញទៅកាន់ account នៅ Facebook របស់យើងវិញមិនមែនយើងចុចថយចឹងមិនមែនយើងចូលវាត្រឡប់ទៅកាន់ account នៅ Facebook របស់យើងវិញបានទេណាបាទដើម្បីយើងចេញពី account page ទៅកាន់ account នៅ Facebook របស់យើងបានធម្មតាវិញបងប្អូនមើលមកខាងស្ដាំដៃដែលមានរូប profile page របស់យើងចុចលើវាចឹងមកបាទពេលបន្ទាប់ពីចុចចឹងហើយអ្នកនរគ្នាមើលរូប profile របស់យើងណារូប profile គឺ profile account នៅ Facebook របស់យើងបងប្អូនដែលមានរូបសញ្ញាក្បាលព្រួញវិលជុំវិញរូប profile account Facebook របស់យើងហ្នឹងបងប្អូនចុចវាចឹងទៅបាទបានន័យថាវាត្រឡប់បានន័យថាវា back ទៅកាន់ account នៅ Facebook របស់យើងធម្មតាវិញបាទអញ្ចឹងសម្រាប់បងប្អូនដែលជាអ្នកថ្មីគាត់ចូលទៅកាន់ page switch ទៅកាន់ page ហើយក៏អត់ចេះចេញមកវិញគាត់ចុចប៊ូតុងថយ back រហូតវាអត់បានមកតម្រង់ដើមវិញទេណាបាទអានឹងសម្រាប់បងប្អូនដែលគាត់ជាអ្នកថ្មីណាបាទអញ្ចឹងខ្ញុំចូលទៅកាន់ page របស់វិញធម្មតាដើម្បីយើងបង្ហាញបងប្អូនអំពីរបៀបនៃការយើងផុស page ផុសរូបភាពឬវីដេអូសិនណាបាទអូខេខ្ញុំចុចសញ្ញាក្បាលមនុស្សបាទអញ្ចឹងបងប្អូនអរគ្នាដើម្បីយើងផុសរូបភាពឬវីដេអូបានអញ្ចឹងវគ្គដំបូងនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនរបៀបនៃការយើងផុស reel សិនណាបាទអញ្ចឹងបងប្អូន scroll មកខាងក្រោមបាទ scroll មករកពាក្យថា reel ដែលមានរូបសញ្ញាដូចវីដេអូហ្នឹងដែលក្រហមហ្នឹងគេដាក់ថា reel ហ្នឹងបងប្អូនចុចលើវាអញ្ចឹងមកបាទបន្ទាប់មកវាបង្ហាញរូបភាពក៏ដូចជាវីដេអូបាទ
ដែលបងប្អូនមានដែលបងប្អូនកាត់តទុកដូចជាបងប្អូនដែលថតទុកនៅក្នុងអាល់ប៊ុមរូបថតរបស់យើងណាបាទបងប្អូន select ទៅលើវីដេអូណាមួយទៅដើម្បីយើងផុសរៀលសម្រាប់ការផុសរៀលគឺវីដេអូអត់វែងអ្នកនរគ្នាបាទគឺមានត្រឹមរយៈពេលត្រឹមតែ1នាទីប៉ុណ្ណោះបាទបើន័យថាជា clip កំសាន្តខ្លីៗណាបាទបើន័យថាយើងផុសរៀលទៅវាមាន view ច្រើនដោយសារ clip កំសាន្តខ្លីៗគេចូលចិត្តមើលផងដែរណាបាទហើយបើសិនបងប្អូន select យកវីដេអូវែងណាបាទវីដេអូឧទាហរណ៍ចាប់ពី5នាទីឡើងទៅបងប្អូនយកទៅផុសនៅក្នុងរៀលអញ្ចឹងនៅពេលដែលយើងផុសទៅគឺវា load ត្រឹមកំណត់ត្រឹមនាទីឧទាហរណ៍ថា1នាទីអញ្ចឹងវាកាត់ត្រឹម1នាទីទាំងអញ្ចឹងវីដេអូរបស់យើងទោះបីជាវែងដល់ណាក៏ដោយគឺវាកាត់ត្រឹម1នាទីទាំងអញ្ចឹងអត្ថន័យសក្តីវីដេអូរបស់យើងវាអត់ត្រូវជាមួយនឹងវីដេអូ reel ណាបាទវីដេអូ reel បាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនអរគ្នាអំពីរបៀបការយើងផុស reel សិនហើយបន្ទាប់មកខ្ញុំបង្ហាញបងប្អូនអំពីរបៀបការយើងផុស long ណាបាទចឹងយើង select លើវីដេអូឬមួយក៏រូបភាពណាមួយដែលបងប្អូនចង់ផុសទៅណាបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចុច select លើវីដេអូនេះមួយហើយបន្ទាប់ពីយើង select ចឹងហើយអ្នកនរគ្នាចុចពាក្យថា nick នឹងមកបាទបន្ទាប់ពីបងប្អូនចុចពាក្យថា nick នឹងហើយអ្នកនរគ្នាសរសេរចំណងជើងវីដេអូរបស់យើងណាបាទឥឡូវខ្ញុំដាក់ថាខ្ញុំសរសេរចំណងជើងវាសិនបាទហើយបងប្អូនសរសេរទៅណាបាទអ្នកនរគ្នាសរសេរចំណងជើងធ្វើម៉េចឲ្យត្រូវតាមវីដេអូរបស់យើងទៅណាបាទឥឡូវខ្ញុំដាក់ដោយសារខ្ញុំខ្ជិលសេខ្ញុំឧទាហរណ៍បងប្អូនអរគ្នាខ្ញុំដាក់ថា no caption មកហើយដែរបាទគឺខ្ញុំខ្ជិលវែងឆ្ងាយក៏មកវីដេអូនេះវាវែងពេកបន្ទាប់ពីយើងសរសេរចំណងជើងចឹងហើយអ្នកនរគ្នា hashtag ណាបាទ hashtag អ្នកនរគ្នាមើលអក្សរ QQ ដែលមានសញ្ញាទ្រង់ជ្រូកនៅហ្នឹងអ្នកនរគ្នាចុចលើវាចឹងមកហើយអ្នកនរ search របាទ social media ណាដែលល្បីដែលគេពេញនិយមហ្នឹងបងប្អូន search ដាក់ទៅណាបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំសរសេរថា reel វីដេអូ reel ចឹងទៅបាទវីដេអូ reel បាទអូខេអញ្ចឹងវាបង្ហាញអ្នកនរគ្នាបាទវីដេអូ reel វាមាន 62M ផុសបាទវាមាន 11M ផុសផងដែរវាមានច្រើនអ្នកនរគ្នាបាទសិតសឹងតែ social media ដែលបងប្អូនចង់រើសណាបាទខ្ញុំដាក់ថា reel មួយទៀតចុះអូខេវីដេអូ reel បាទ11ផុសអូខេឥឡូវខ្ញុំយកនឹងមួយបាទបន្ទាប់ពីបងប្អូនបាទអ្នកនរគ្នាអាច hashtag បានច្រើនទៅណាបាទមើល social media ណាដែលល្បីបាទបងប្អូន hashtag យកមកដាក់កន្លែងហ្នឹងឲ្យច្រើនខ្ញុំដាក់តែមួយទេដើម្បីបង្ហាញជូនដល់អ្នកនរគ្នាណាបាទហើយមិនសិនអក្សរពណ៌ខៀវដូចគ្នាហ្នឹងមានអាសញ្ញាដូច Yahoo ដែលរូបរាងដូចអក្សរ A ហ្នឹងណាបាទយើងចុចលើវាចឹងមកគឺមិនសិននេះគឺមិនសិនទៅកាន់ឈ្មោះ account ở Facebook អ្នកនរគ្នាណាបាទ account Facebook បងប្អូនណាដែលចង់មិនសិនទៅណាបាទយើងមិនសិនមកឧទាហរណ៍ថាខ្ញុំដាក់ពូចម្រើន account Facebook របស់ខ្ញុំអញ្ចឹងវា load មកណាបាទខ្ញុំដាក់ថាពូចម្រើនហ្នឹងខ្ញុំចុចលើវាបាទឥឡូវខ្ញុំមិនសិនមួយហ្នឹងអ្នកនរគ្នាបាទបន្ទាប់ពីបងប្អូនមិនសិនចឹងហើយអ្នកនរគ្នារៀបចំណាបាទរៀបចំ you can see this reel នេះអ្នកនរគ្នាយក public មកណាបាទកុំយកនេះបាទយើងយក public មកយក done ណាបាទហើយ set shooting option នេះគឺការដាក់កាលវិភាគបងប្អូនចង់ផុសឥឡូវបងប្អូន select លើផុស now ហ្នឹងណាបាទហើយបើសិនតែបងប្អូនចង់ដាក់កាលវិភាគបងប្អូន select លើ situation មកវា load បែបតម្រង់បែបហ្នឹងណាបាទយើង select លើអញ្ចឹងវា load តម្រង់បែបហ្នឹងបងប្អូនចង់ផុសថ្ងៃទីឧទាហរណ៍ថាថ្ងៃហ្នឹងថ្ងៃទី28ខែ12ឆ្នាំ2025ណាបាទបងប្អូនចង់ផុសថ្ងៃហ្នឹងហើយម៉ោងប្រហែលបងប្អូនដាក់ម៉ោងទៅណាបាទឥឡូវឧទាហរណ៍ថាខ្ញុំដាក់ខ្ញុំឧទាហរណ៍ខ្ញុំថ្ងៃទី28ខ្ញុំចុចលើវាខ្ញុំដាក់ថ្ងៃទី28ឥឡូវខ្ញុំផុសឥឡូវយើងម៉ោងប៉ុន្មានយើងម៉ោង6:31ឥឡូវខ្ញុំផុសម៉ោង7:00ណាបាទឥឡូវខ្ញុំសេរីវាថយមកក្រោមណាបាទយ៉ា7ខ្ញុំដាក់ពីម៉ោង7ចឹងម៉ោង7យើងចុចលេខលើនេះមកយើងយក00មកណាបាទម៉ោង7:00បាទចឹងខ្ញុំផុសថ្ងៃទី28ខែ12ឆ្នាំ2025នេះគឺម៉ោងក្នុងរយៈពេលក្នុងនាទីម៉ោង7:00យប់ហ្នឹងណាបាទចឹងបន្ទាប់ពីបងប្អូនកំណត់ចឹងហើយអ្នកនរគ្នាចុចអូខេមកបាទហើយបើសិនបងប្អូនចង់ផុសឥឡូវបងប្អូនចុចកន្លែងផុស now ណាបាទផុស now ហ្នឹងមកណាបាទបើសិនបងប្អូនអត់ចង់ដាក់កាលវិភាគណាបាទហើយយើងចុច save ចឹងមកបាទបន្ទាប់ពីបងប្អូនកំណត់ចឹងហើយបងប្អូន scroll មករកខាងក្រោមទៀត location បងប្អូនចង់ដាក់នៅណាបងប្អូនចង់ដាក់នៅភ្នំពេញបងប្អូនចង់ដាក់នៅទូទាំងភ្នំពេញកម្ពុជាទាំងណាបាទអញ្ចឹងខ្ញុំអត់ដាក់តែនឹងខ្ញុំទុកសិនណាបើសិនបងប្អូនដាក់មាននៅកន្លែងហ្នឹងបងប្អូន search ទៅតាមហ្នឹងទៅណាបាទដោយសារវីដេអូកុំឲ្យវាវែងពេកបាទ
ខាងក្រោមឲ្យគេដាក់ share to story បានន័យថាយើង share ចូលក្នុង story ណាបើសិនបងប្អូនចង់ share ទៅណាបាទបងប្អូនចុចបើកទៅឥឡូវខ្ញុំអត់ share ទៅណាហ្នឹងណាហើយ tag people នេះ tag ទៅ page កាន់ page ណាម្នាក់ដែលគេមាន follow ច្រើនបងប្អូនចុច tag ទៅណាបាទបងប្អូនចុច tag ទៅដើម្បីណែយើងមាន view ច្រើនចឹងទៅណាបាទអូខេហើយបន្តមក location បងប្អូនដាក់នៅភ្នំពេញកម្ពុជាចឹងទៅណាបាទបងប្អូនដាក់ទៅតាមចំណងចំណូលចិត្តអ្នកនរគ្នាទៅបាទវាមាន Valley ភ្នំពេញCambodia ចឹងទៅណាបាទដាក់ Cambodia ក៏ដាក់ទៅណាបើយើងដាក់ Cambodia ចឹងទៅបាទយើងយក Cambodia ចឹងមកបាទហើយយើងចុច on ទៅណាបាទឥឡូវខ្ញុំអត់ដាក់អាហ្នឹងណាបាទបងប្អូនចង់ដាក់ក៏ដាក់ទៅណាបាទដើម្បីខ្ញុំ Skype តិចដើម្បីវីដេអូនេះកុំឲ្យវាវែងពេកអ្នកនរគ្នាបាទចឹងបន្ទាប់ពីបងប្អូនរៀបចំណាបាទយើងរៀបចំរួចអស់ណាបាទហើយកាលវិភាគក៏យើងដាក់រួចអស់ដែរអ្នកនរគ្នាបាទយើងកាលវិភាគក៏យើងដាក់ហើយយើងដាក់ share now វាមិនមែនថាផុសឥឡូវទេណាយើងពេលយើងដាក់ share now នៅពេលដល់នាទីដែលយើងបានកំណត់ហ្នឹងគឺបានវាផុសអូតូនឹងតែម្ដងយើងចុច share now ទៅមកបាទអូខេវាទៅអ្នកនរគ្នាបាទបាទហ្នឹងរបៀបនៃការយើងផុសរៀលអ្នកនរគ្នាណាបាទចឹងបន្ទាប់ពីយើងផុសរៀលហើយបងប្អូនចង់ផុសហើយបន្តទៀតណាបាទយើងផុសវីដេអូវែងម្ដងណាបាទវាបានន័យថាយើងផុសវីដេអូចាប់ពី5នាទីឡើងទៅណាអ្នកនរគ្នាដើម្បីយើងផុសវីដេអូវែងបានអ្នកនរគ្នាគេដាក់ថា what your man ហ្នឹងដែលមានរូប profile page របស់យើងហើយមានខាងស្ដាំដៃដែលមានរូបអាល់ប៊ុមរូបថតរបស់យើងពណ៌ខៀវហ្នឹងយើងចុចលើវាចឹងមកបាទអញ្ចឹងវាបង្ហាញរូបភាពក៏ដូចជាវីដេអូដែលបងប្អូនមាននៅក្នុងអាល់ប៊ុមរូបថតរបស់យើងណាបាទបងប្អូនចង់ផុសវីដេអូណាមួយដែលបងប្អូនចង់ផុសបងប្អូន select ទៅលើវីដេអូហ្នឹងទៅណាបាទឥឡូវឧទាហរណ៍ថាខ្ញុំចង់ផុសវីដេអូមួយចុះបាទឥឡូវខ្ញុំរកវីដេអូមួយដើម្បីផុសបង្ហាញជូនបងប្អូនអរគ្នាផងដែរណាបាទឧទាហរណ៍ថាខ្ញុំផុសវីដេអូមួយនេះចុះបាទវីដេអូក្មួយខ្ញុំហូបខ្យងហ្នឹងណាបាទដល់អាហ្នឹងវាមានសំឡេងវាជាប់ copyright ណាសូមបងប្អូនរងចាំតិចសិនបាទរកវីដេអូអត់បានចឹងវិញអូខេបងប្អូនអ្នកគ្នាឥឡូវខ្ញុំជ្រើសរើសយកវីដេអូនេះចុះដើម្បីផុសបង្ហាញជូនបងប្អូនអ្នកគ្នាណាបាទបន្ទាប់ពីបងប្អូន select ទៅលើវីដេអូដែលបងប្អូនជ្រើសរើសហ្នឹងហើយបងប្អូនទៅសេបាទទៅសេ caption វីដេអូរបស់យើងទៅសេឈ្មោះវីដេអូរបស់យើងទៅណាបាទខ្ញុំដាក់ថាធម្មជាតិចឹងទៅណាបាទខ្ញុំដាក់ជាភាសាអង់គ្លេសបណ្ដោយទៅ natural ណាបាទ natural អូខេបន្ទាប់ពីយើងទៅសេ natural ចឹងហើយអ្នកនរគ្នាបាទបងប្អូនទៅសេចឹងហើយអ្នកនរគ្នាចង់ take ទៅaccount Facebook ណាម្នាក់បងប្អូនវាយទៅតាមហ្នឹងទៅណាបាទបងប្អូនចុច search ទៅតាមហ្នឹងទៅណាបាទឥឡូវខ្ញុំบอกថាខ្ញុំ take របស់ខ្ញុំនេះមួយទៅណាបាទឥឡូវយើង take អានឹងមួយចោលទៅបាទខ្ញុំ take ឈ្មោះ account Facebook របស់ខ្ញុំបាទអូខេបន្ទាប់ពីបងប្អូនចុច take ចឹងហើយអ្នកនរគ្នាមើលមកខាងលើបងប្អូនចុចពាក្យថា nick ហ្នឹងទៅបាទអូខេវាចុចពាក្យថា nick ហ្នឹងទៅសូមរងចាំតិចណាបាទបន្ទាប់ពីបងប្អូនចុចពាក្យថា nick ហ្នឹងហើយគេដាក់ថា add title ហ្នឹងបានន័យថាយើងឲ្យយើងចង់ឲ្យបន្ថែមចំណងជើងនៃវីដេអូរបស់យើងគឺខ្ញុំអត់បន្ថែមទេបងប្អូនចង់បន្ថែមទៅណាបាទគឺខ្ញុំដាក់តែប៉ុណ្្នឹងហើយបងប្អូនមើលខាងក្រោមគេដាក់ថា you can see this បងប្អូនចុចទៅលើវាមកហើយបងប្អូនសូមរងចាំបងប្អូនចុចពាក្យថា public ហ្នឹងមកបាទដើម្បីឲ្យវីដេអូរបស់យើងគឺឃើញច្រើនមាន view ច្រើនទៅណាបាទហើយបន្ទាប់ពីបងប្អូនចុច public ហ្នឹងហើយបងប្អូនចុចដានទៅមកបាទហើយ scheduling option នេះគឺបងប្អូនដូចដែលខ្ញុំបង្ហាញជូនបងប្អូននៅក្នុង post reel មិញណាបាទបងប្អូនចង់ដាក់កាលវិភាគបងប្អូនកំណត់កាលវិភាគទៅតាមហ្នឹងទៅណាបាទ post ថ្ងៃហ្នឹងឬ post ថ្ងៃស្អែកបាទបងប្អូនចង់ post ថ្ងៃស្អែកបងប្អូន select លើថ្ងៃទី29ហ្នឹងទៅហើយបើសិនបងប្អូនចង់ post ថ្ងៃហ្នឹងបងប្អូន select លើថ្ងៃទី28ហើយបងប្អូនចុចពាក្យថា OK ហើយបងប្អូនសេរីឧទាហរណ៍ថាចង់ post ម៉ោង7ចុះបាទម៉ោង7ហើយបងប្អូនសេរីនាទីវាយក00ម៉ោង7:00ទៅណាដូចខ្ញុំបានបង្ហាញជូនបងប្អូនហ្នឹងណាបាទអញ្ចឹងគឺខ្ញុំអត់ដាក់កាលវិភាគវគ្គនេះណាបាទបងប្អូនចង់ដាក់កាលវិភាគបងប្អូនសេរីទៅតាមហ្នឹងទៅណាបាទហើយខ្ញុំចុច cancel ហើយខ្ញុំយក post now បាទខ្ញុំយក post now ហ្នឹងបាទខ្ញុំចុច save បាទអូខេបន្ទាប់មកចំណុចខាងក្រោមមាន share to your story នេះបងប្អូនចង់ share ក៏ share ទៅណាបាទហើយ location បងប្អូនដាក់ Cambodia ក៏ដាក់បងប្អូន search ដាក់តាមហ្នឹងទៅណាបាទហើយ boost post នេះបងប្អូនកុំប៉ះពាល់វាអានឹងអស់លុយណាបាទហើយ see more ហ្នឹងមកយើងបាទចំណុចខាងក្រោមប្រហែលចំណុចនេះគឺមិនសូវជាមានសារៈសំខាន់ទេបងប្អូនគ្នាណាបាទ
ចឹងគឺរបៀបនៃការយើងផុសវីដេអូឡងចឹងបាទចឹងខ្ញុំដាក់សាសៀណៅបាទខ្ញុំផុសឥឡូវបន្ទាប់ពីបងប្អូនរៀបចំដាក់ចំណងជើងអុយរួចរាល់អស់ហើយអ្នកនរគ្នាចុច share now ណាបាទចុច share now វាផុសអូតូនឹងតែម្ដងណាបាទខ្ញុំសុំត្រឡប់បន្តិចទៅសិនយើងអាហ្នឹងគឺអត់ទាន់បើន័យថាយើងអត់ទាន់នេះណាបាទអត់ទាន់បានយើង hashtag បាទអត់ទាន់បានដាក់ hashtag ណាបាទអូខេបងប្អូនទាំងគ្នាខ្ញុំចង់បង្ហាញបងប្អូនទាំងគ្នា back មកខាងក្រោយបន្តិចយើង hashtag យើងភ្លេច hashtag សម្រាប់ post video long នៅក្នុងការយើង hashtag ទៅលើ social media ល្បីៗផ្សេងៗបងប្អូនចុចកន្លែងចំណងជើងដែលបងប្អូនទៅសេណាបាទបងប្អូនទៅសេ net ចំណងជើងលើលេងយើងចុចវាចឹងមកវា load hashtag មាន hashtag មាន mention នៅហ្នឹងណាបាទបងប្អូនចង់ hashtag បងប្អូន search viral ផ្សេងៗដែលល្បីៗទៅណាបាទដាក់ថា video long ចឹងណាបាទវីដេអូឡងទៅដើម្បីបង្ហាញជូនបងប្អូនគ្នាដើម្បីឲ្យចេះផងបងប្អូនគ្នាបាទអញ្ចឹងវាចេញវីដេអូ viral បាទ 60pm ហ្នឹងទៅណាបាទវាមាន viral ល្បីវីដេអូ game វីដេអូ viral ចឹងទៅណាបាទបងប្អូនគ្នាបាទអញ្ចឹងឥឡូវខ្ញុំយកអានេះមួយចោះដើម្បីបង្ហាញជូនបងប្អូនគ្នាណាបាទហើយបងប្អូនមួយទៀតបងប្អូនចង់ mention ទៅឈ្មោះ account នៅ Facebook បងប្អូនដែលបងប្អូនមានបងប្អូន select ទៅតាមនឹងទៅណាបាទហើយ mention យើងអាច mention ទៅខាងឈ្មោះមិត្តភ័ក្តិរបស់យើងបានអ្នកនរនេះចុច search ទៅតាមនឹងទៅណាបាទយើងចុចកន្លែង mention មកយើងចុច search ទៅណាបាទចុច search ឈ្មោះបងប្អូនដែលបងប្អូនចង់ mention ណាបាទឥឡូវខ្ញុំចុចចឹងនេះអូខេចាំតិចបាទអូខេយើងចុចទៅឧទាហរណ៍ថាចម្រើនកំពង់ធំចឹងណាបាទមើលចាបាទអញ្ចឹងវា load ឲ្យអ្នកនរគ្នាចុច search ទៅឈ្មោះ account Facebook មួយណាវា load ឲ្យនៅកន្លែងនឹងឲ្យយើងឃើញនឹងតែម្ដងអ្នកនរគ្នាណាបាទអញ្ចឹងយើងកុំចេះតែ mention ព្រះប្រាស់បើយើង mention មិត្តភ័ក្តិណាយ៉ាងណាដែលយើងស្គាល់ឬក៏ mention តែ account នៅ Facebook របស់យើងទៅណាបាទអញ្ចឹងខ្ញុំអត់ mention ទេខ្ញុំដាក់តែ hashtag មួយនេះបងប្អូនចង់ hashtag ឲ្យបានច្រើនបងប្អូនចុចវាម្ដងទៀតទៅបងប្អូនសរសេរ search ទៅរក viral social media ណាដែលល្បីៗបងប្អូនចុច search ទៅតាមហ្នឹងទៅណាបាទអញ្ចឹងបងប្អូនអ្នកគ្នាបាទបន្ទាប់ពីបងប្អូនចុចរៀបចំរួចអស់ណាបាទយើងរៀបចំអស់ហើយបងប្អូនចុច share now ណាបាទយើងចុចពាក្យថា share now ហ្នឹងមកបានន័យថាយើងផុសឥឡូវណាបាទខ្ញុំអត់ដាក់កាលវិភាគផុសទេបាទខ្ញុំផុសឥឡូវខ្ញុំចុចពឹបចឹងមកអូខេអញ្ចឹងវាទៅអូតូអ្នកនរគ្នាបាទអញ្ចឹងនឹងគឺជារបៀបនៃការយើងផុសវីដេអូក៏ដូចជារូបភាពបាទចូលទៅក្នុង page របស់យើងតាមរយៈ page ផ្ទាល់បាទអញ្ចឹងវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញជូនបងប្អូនអរគ្នាអំពីរបៀបការយើងផុសវីដេអូក៏ដូចជារូបភាពចូលទៅក្នុង page របស់យើងដូចគ្នាតាមរយៈ app ជំនួយដែលមានឈ្មោះថា app Meta Business Suite បាទសម្រាប់យើងផុសវីដេអូក៏បានយើងសម្រាប់យើងផុសវីដេអូឡងវីដេអូខ្លីបាននៅក្នុង app មួយហ្នឹងណាបាទបានន័យថាជា app ជំនួយបងប្អូនដែលជាអ្នកបង្កើត page បងប្អូនដែលជាអ្នកកាន់ page គឺត្រូវតែមាន app មួយហ្នឹងដែលមានឈ្មោះថា Meta Business Suite ហ្នឹងគឺ app ហ្នឹងគឺមានសារៈសំខាន់ខ្លាំងមែនទែននៅពេលដែលយើងចូលទៅកាន់ app មួយហ្នឹងគឺយើងអត់ពិបាក switch account ចុះឡើងធ្វើប៉ះពាល់ជាមួយនឹង account Facebook របស់យើងណាបាទគឺយើងចូលទៅយើងចូលទៅកាន់ page នឹងផ្ទាល់ហ្នឹងតែម្ដងនៅក្នុងការតប chat នៅក្នុងការតប comment ផងដែរនៅក្នុង page មួយហ្នឹងណាបាទចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាទសង្ឃឹមថាបងប្អូនអ្នកគ្នាអាចចេះផុសបានទាំងអស់គ្នាណាបាទចឹងសូមអរគុណ